សេះចាស់មួយក្បាលវាបាននៅបម្រើម្ចាស់វាស្ទើរពេញមួយជីវិតរបស់វាតែងតែដឹកស្រូវអង្ករនិងស្បៀងផ្សេងសម្រាប់កសិករមិនថាត្រូវថ្ងៃត្រូវភ្លៀងទោះបីជាយប់ឬថ្ងៃក៏ដោយក៏វាមិនដែលត្អូញត្អែឡើយតែពីមួយឆ្នាំទៅមួយឆ្នាំវាមិនដែលបានហូបឆ្ងាញ់ឬឆ្អែតពោះមកដល់ឡើយនេះក៏ព្រោះតែកសិករគាត់មានភាពក្រីក្រខ្លាំងពេកជាក់ស្ដែងគាត់មានកូនប្រុស2នាក់ប៉ុន្តែគាត់មិនដែលឲ្យកូនប្រុសរបស់គាត់ធ្វើការអ្វីឡើយការងារនៅក្នុងគ្រួសារស្ទើរតែទាំងអស់គឺគាត់ហើយនឹងសេះប៉ុណ្ណោះជាអ្នកធ្វើវាហើយសេះតែងតែទាមទារឲ្យគេសន្សំលុយទិញប្រពន្ធឲ្យគេមួយក៏កសិករមិនអាចធ្វើបានព្រោះសេះចាស់មានគំនិតចង់មានអ្នកកំដរជាយូរមកហើយនៅថ្ងៃមួយសេះបាននិយាយទៅកសិករឲ្យតែកសិករយកព្រមដោះលែងគេសន្យាថាមុនថ្ងៃលិចគេនឹងរកសេះមួយក្បាលទៀតមកដើម្បីជំនួយដៃជើងរបស់កសិករពេលនោះកសិករក៏បានជឿពាក្យសម្ដីរបស់សេះគេក៏បានយកសេះមកដោះលែងហើយពេលនោះសេះក៏បានរត់ចូលមកក្នុងព្រៃប្រហែលជាគេភ្លេចអ្វីដែលបានសន្យាជាមួយកសិករហើយទេដឹងគេក៏បានដើររកស្មៅខ្ចីស៊ីយ៉ាងឈ្ងុយឆ្ងាញ់ហើយក៏ផឹកទឹកអូយ៉ាងមានសេរីភាពពេលនោះវាពិតជាមានអារម្មណ៍ថាមិនចង់ត្រឡប់ទៅរស់នៅជាមួយកសិករទៀតឡើយពេលនោះវាក៏ដើរទៅដល់ឃើញមាត់រោងមួយរួចហើយវាក៏រកកន្លែងដេកនៅនឹងមាត់រោងនោះមួយសន្ទុះក្រោយមកវាដេកលក់យ៉ាងស្រួលដោយមិននឹកស្មានថារោងនោះគឺជាសម្បុករបស់កញ្ជ្រោងនៅពេលដែលមេកញ្ជ្រោងភ្ញាក់ពីដេកគេមានអារម្មណ៍ថាមេឃហាក់ងឹតខុសពីធម្មតាគេក៏គិតថាមិនទាន់បានចេញទៅរកអាហារមកឲ្យកូនផងមេឃក៏យប់ទៅហើយតែវានៅតែមិនអស់ចិត្តក៏ប្រាប់ឲ្យកូនកញ្ជ្រោងដែលធំជាងគេដើរចេញទៅពិនិត្យមើលតែនៅពេលដែលកូនកញ្ជ្រោងដើរដល់មាត់រោងគេក៏បានឃើញដំព្រើបានផ្ទុកនៅមាត់រោងរបស់វាក៏ប្រញាប់រត់ទៅប្រាប់មេរបស់វាថាវាបានដល់រដូវត្រជាក់ហើយមេវាដូច្នេះក៏បានខឹងវាជាខ្លាំងរួចក៏បានលើកដៃទះវាមួយដៃព្រោះវាដឹងថាពេលនេះគឺជាពាក់កណ្ដាលនៃរដូវក្តៅមេឃនឹងអាចទៅជាធ្លាក់ព្រើកើតដូច្នេះហើយមេកញ្ជ្រោងក៏បានទៅពិនិត្យមើលដោយខ្លួនឯងពេលឃើញទ្វាររោងត្រូវបានបិទគប់វាក៏បានកាយរុនមួយទៀតដើម្បីចេញទៅមើលនៅពេលដែលវាចេញមកក្រៅមើលឆ្វេងមើលស្ដាប់ទៅទើបឃើញសេះមួយក្បាលត្រូវបានតែដេកស្លាប់នៅមាត់រូងរបស់វាពេលនោះវាសប្បាយចិត្តយ៉ាងខ្លាំងរួចក៏ចេញមកដើម្បីទាញសាកសពសេះឲ្យចេញពីទីនោះដើម្បីយកវាមកធ្វើអាហារវាបានប្រឹងអស់ពីកម្លាំងកាយតែនៅតែបានរំកិលសេះនេះបានដោយគ្មានមធ្យោបាយវាក៏បានទៅរកចោកពណ៌ប្រភេទដើម្បីឲ្យជួយគេបានប្រាប់ទៅចោកពណ៌ប្រភេទថាគេបានឃើញសេះចាស់មួយក្បាលដេកស្លាប់នៅមាត់រូងរបស់គេយើងរកមធ្យោបាយអូវាចេញមកហើយខ្ញុំនឹងចែកឲ្យពាក់កណ្ដាលអត់ណាស់ក៏យើងអាចហូបសាច់វាបានមួយអាទិត្យដែរវាពិតជាអស្ចារ្យណាស់ព្រោះចោកប្រភេទកំពុងតែឃ្លានស្រាប់ផងចោកប្រភេទក៏បានលុបលាងមុខបន្តិចហើយក៏ដើរចេញមកពេលដល់ពួកគេទាំងពីរបានមកដល់ក៏បានប្រើកម្លាំងដើម្បីរំកិលសាកសពសេះតែពួកគេទាំងពីរនៅតែមិនអាចរំកិលវាបានពេលនោះកញ្ជ្រោងក៏នឹកឃើញមធ្យោបាយមួយគឺយកកន្ទុយសេះចងភ្ជាប់នឹងកន្ទុយខ្ចប់ដោយពួកគេទាំងពីរកំពុងតែព្យាយាមទាញសាកសពសេះតែទោះជាខំទាញយ៉ាងណាក៏មិនមានប្រសិទ្ធភាពអ្វីទាំងអស់តែផ្ទុយទៅវិញវាបានធ្វើឲ្យសេះចាស់នោះភ្ញាក់ពេលសេះភ្ញាក់ឡើងមើលទៅខាងក្រោយបានឃើញកញ្ចក់ធ្វើឲ្យវាភ័យយ៉ាងខ្លាំងក៏ស្ទុះរត់ទៅមុខមិនឈប់ឈរហើយចចកសំសត់ក៏ត្រូវបានអូសពីកន្លែងមួយទៅកន្លែងមួយសន្ទុះក្រោយមកសេះក៏បានអូសចកទៅដល់ផ្ទះកសិករហើយកសិករនៅខាងក្នុងផ្ទះក៏កំពុងតែរងចាំដំណឹងល្អពីសត្វសេះនៅពេលដែលទ្វារផ្ទះត្រូវបានបើកឡើងសេះក៏ប្រញាប់រត់ចូលមកក្នុងទីឃ្លាផ្ទះដូចមិននឹកស្មានថាការសន្យានោះត្រូវបានសម្រេចដោយចៃដន្យដូច្នេះហើយកសិករមិនត្រឹមតែបានសាច់ចកសម្រាប់បរិភោគប៉ុណ្ណោះទេពួកគេថែមទាំងបានយករោមចកសម្រាប់លក់ទៀតផងបន្ទាប់មកកសិករក៏បានយករោមចកទៅលក់ហើយក៏ទិញបានសេះញីដ៏រឹងមាំមួយក្បាលហើយទីបំផុតសេះចាស់វុសក៏មានដៃគូដើម្បីកំដរគេហើយចាប់ពីពេលនោះមកពួកគេក៏នៅតែបន្តដើរស៊ីឈ្នួលដឹកគ្រាប់ធនជាតិជាមួយនឹងកសិករហើយពួកគេនៅតែបន្តការងារមួយនេះដោយគ្មានការត្អូញត្អែរ